នោះនឹងជាសត្វអ្វីណាវាពិតជាធំខ្លាំងណាស់អូយអ្នកណាអាចជួយខ្ញុំចេញពីទីនេះបានទេខ្ញុំនឹងសងកូនអស់មួយជីវិតជួយខ្ញុំផងមានខ្សែរុំខ្ញុំឡើងតឹងហើយណែនមិនអីទេចាំខ្ញុំជួយឯងខ្សែនេះជាខ្សែពស់វារំតឹងណាស់ខ្ញុំនឹងខំប្រឹងឲ្យពលិទ្ធភាពដើម្បីជួយខ្សែចំណងនេះចេញពីខ្លួនឯងខ្ញុំដាក់ខ្សែនេះចេញបានហើយអរគុណឯងណាស់ដែលបានជួយខ្ញុំនឹងដឹងគុណឯងអស់មួយជីវិតណាក្មេងតូចមិនអីទេតែយើងអាចធ្វើជាមិត្តនឹងគ្នាបានដែរឬទេអូពិតណាស់យើងអាចខ្លាចជាមិត្តនឹងគ្នាបានហើយខ្ញុំដល់ពេលដែលខ្ញុំត្រូវទៅផ្ទះខ្ញុំវិញហើយចាំពេលណាទំនេរខ្ញុំនឹងដើរផ្សងព្រៃខ្ញុំនឹងមកជួបឯងម្ដងទៀតណាបាយបាយក្រពើជាមេដឹកនាំសត្វទាំងអស់ខ្ញុំអាចជួយសត្វក្រពើដឹងគុណខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ខ្ញុំនឹងប្រាប់ដំណឹងនេះទៅប្រាប់ឲ្យម្ដាយឪពុកនិងក្រុមគ្រួសារខ្ញុំបានដឹងក៏ពិតជាសប្បាយចិត្តខ្លាំងណាស់